ដល់បំណុលឬរោគដំណោះស្រាយបំណុលខ្ញុំដឹងថាអស់លោកអ្នកបងប្អូនមួយចំនួនកំពុងតែយល់ច្រឡំរវាងពាក្យដោះបំណុលនិងរោគដំណោះស្រាយបំណុលពាក្យថាដោះបំណុលគឺចង់សំដៅលើអស់លោកអ្នកបងប្អូនទៅខ្ចីបំណុលពីមួយកន្លែងពីម្ចាស់បំណុលមួយទៅសងម្ចាស់បំណុលមួយដែលធ្វើឲ្យបង្កើនម្ចាស់បំណុលឬក៏បង្កើនចំនួនបំណុលឬក៏ក្នុងស្ថានភាពមួយទៀតទៅខ្ចីបំណុលដែលមានការប្រាក់ខ្ពស់ទៅសងបំណុលដែលមានការប្រាក់ទាបទីបំផុតអស់លោកអ្នកបងប្អូនរត់រួចមានខ្សែធនហើយរហូតដល់រងនៅសម្ពាធបំណុលคล้ายជាមនុស្សដែលមានវិបត្តិនៃបំណុលចុះសម្រាប់ពាក្យដំណោះស្រាយបំណុលពាក្យដំណោះស្រាយបំណុលមានន័យថាអស់លោកអ្នកបងប្អូនរកកលឹះរកវិធីសាស្ត្រក្នុងការដោះស្រាយដែលមានលទ្ធភាពអាចផ្គត់ផ្គង់ទៅដល់ការរស់នៅរបស់លោកអ្នកបានមានលទ្ធភាពអាចទូទាត់សងទៅម្ចាស់បំណុលក្នុងចំនួនណាមួយនៅក្នុងស្ថានភាពរបស់លោកអ្នកបងប្អូនបច្ចុប្បន្នសម្រាប់អស់លោកអ្នកបងប្អូនកំពុងតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃពាក្យទាំងពីរនេះអាចពិនិត្យមើលឡើងវិញដើម្បីយកទៅវិភាគនៅក្នុងស្ថានភាពរបស់បងប្អូនកំពុងតែដោះបំណុលឬក៏រោគដំណោះស្រាយបំណុលអរគុណច្រើន